បាត់កាលពីយប់មិញហ្វេនរំចូលចិត្តគ្រប់គ្នាអាណិតសូទៅដល់បវរកញ្ញាហ្វីយ៉ាតាក្រោយពីបវរកញ្ញារូបនេះបានធ្វើការបង្ហោះវីដេអូនៅក្នុង Story Facebook យ៉ាងរំជួលចិត្តបង្ហូរទឹកភ្នែកដោយមិនដឹងពីមូលហេតុច្បាស់លាស់ក៏ប៉ុន្តែក៏យើងបានសង្កេតឃើញមានបវរកញ្ញាផ្សេងទៀតក៏បានចូលរួមលើកទឹកចិត្តទៅដល់បវរកញ្ញាហ្វីយ៉ាតាផងដែរបើរឿងមួយនេះពិតជារំជួលចិត្តណាស់ហើយក៏យើងមិនដឹងច្បាស់ថាតើមានមូលហេតុអ្វីនៅពីក្រោយរឿងហ្នឹងដែលធ្វើឲ្យបវរកញ្ញារូបនេះដែលធ្លាប់តែជាមនុស្សស្រីរឹងមាំម្នាក់បែរជាបង្ហូរទឹកភ្នែកបង្ហាញមហាជនឲ្យឃើញបែបនេះអត់ស្របជាមួយគ្នានោះក៏យើងឃើញមានហ្វេនមួយចំនួនដែលតែងតែតាមដានទៅលើវិស័យបវរកញ្ញានេះក៏បានលើកឡើងថាបវរកញ្ញាហ្វីយ៉ាតាមានអារម្មណ៍មិនល្អក្រោយពីជនជាតិសៀមមួយចំនួនបានប្រើពាក្យអសរោះវិចារចំពោះរូបនាងក្រោយពីបវរកញ្ញារូបនេះបានស្លៀកសម្លៀកបំពាក់មួយឈុតដែលថៃគេអះអាងថាគឺជាឈុតរបស់គេថែមទាំងប្រើពាក្យលក់លើយបញ្ឆេះធ្វើឲ្យបវរកញ្ញារូបនេះពិតជាមានអារម្មណ៍មិនល្អនៅក្នុងចិត្តនោះទេមិនត្រឹមតែប៉ុណ្ណោះទេក៏មានហ្វេនខ្លះក៏បានលើកឡើងថាមិនមែនមានតែត្រឹមប៉ុណ្្នឹងទេអាចមានរឿងធំជាងនឹងទៅទៀតក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏យើងមិនទាន់ដឹងច្បាស់ថាតើរឿងរ៉ាវដែលកើតឡើងនេះតើបណ្ដាលមកពីមូលហេតុអ្វីឲ្យពិតប្រាកដនោះទេក៏ប៉ុន្តែនៅពេលនេះយើងមានតែផ្ដល់ជាកម្លាំងចិត្តទៅដល់បវរកញ្ញាហ្វីយ៉ាតាទាំងអស់គ្នាដើម្បីឲ្យនាងបានឆ្លងផុតនៃការប្រកួតនេះផងដែរបានជាព័ត៌មានដែលយើងខ្ញុំបានលើកឡើងក៏សូមបញ្ចប់មានការខុសឆ្គងសូមអធិស្ឋាន